ដោយសារតែបរិយាម្នាក់នេះហើយទៅធ្វើឲ្យខ្ញុំមានអារម្មណ៍ថាចង់ប្រើទូរស័ព្ទ iPhone ដែលមានរូបផ្លែប៉ោមឆែបបន្តិចនេះថ្ងៃនេះសូមនាំអ្នកទាំងអស់គ្នាមកដឹងអំពី model iPhone ចា model iPhone គឺជាប្រភេទ model ទូរស័ព្ទមួយដែលមើលទៅទំនើប luxury មែនតើមិនថាមនុស្សនៅក្នុងស្រទាប់វណ្ណៈណានោះទេគឺតែងតែប្រើទូរស័ព្ទ model មួយនេះចាអញ្ចឹងឥឡូវនេះយើងមកដឹងថ្ងៃខែឆ្នាំដែល iPhone ត្រូវបានបង្កើតឡើងចា iPhone ត្រូវបានបង្កើតឡើងដោយលោក Steve Jobs ដែលលោកបានប្រកាសដាក់ឲ្យប្រើប្រាស់នៅថ្ងៃទី29ខែមិថុនាឆ្នាំ2007 iPhone ត្រូវបានប្រកាសថាចេញឈ្មោះជា iPhone នេះគឺនៅក្នុងថ្ងៃទី9ខែមករាឆ្នាំ2007អញ្ចឹងការប្រកាសថាចេញ model iPhone នេះគឺនៅក្នុងឆ្នាំ2007ហើយការដាក់ឲ្យប្រើប្រាស់ក៏នៅក្នុងឆ្នាំ2007ដែរអញ្ចឹង iPhone មួយនេះគឺជា model ល្បីល្បាញខ្លាំងបំផុតទូទាំងពិភពលោកតាំងពីឆ្នាំ2007រហូតមកដល់សប្តាហ៍ថ្ងៃនេះ model iPhone គឺចេញរហូតទៅដល់ iPhone 17ហើយអាចនឹងចិត្តចេញទៅដល់ iPhone 18ទៀតចាអញ្ចឹង iPhone គឺមានសារៈសំខាន់ជាច្រើនក្នុងការផលិតមាតិកាដូចជាអ្នកផលិតមាតិកាគឺគាត់តែងតែជ្រើសរើសយក model iPhone នេះដើម្បីធ្វើការបង្កើតមាតិកាដោយសារតែវាពេលដែលយើងប្រើគឺថត smooth ហើយនៅពេលដែលយើងផុសទៅក៏អាច smooth ដែរអញ្ចឹងហើយទៅគេជ្រើសរើស model iPhone មួយនេះក្នុងការធ្វើ content ឬក៏ថតជាវីដេអូផ្សេងៗចាហើយ iPhone ដំបូងគេដែលត្រូវបាន iPhone ដាក់ឲ្យប្រើប្រាស់គឺមានឈ្មោះថា iPhone 2G ឬក៏ iPhone 1ចាឬ iPhone ទី1នឹងឯងចាគឺជាចំនួនដំបូងគេហើយនៅក្នុងឆ្នាំនោះ iPhone លក់នៅក្នុងតម្លៃ$499ជាតម្លៃមួយដែល iPhone អាចនិយាយបានថាជាតម្លៃខ្ពស់ខ្លាំងមួយដែរនៅក្នុងលំដាប់ទូរស័ព្ទដៃព្រោះថា iPhone នេះគឺជា model ដែលប្រើប្រាស់ទៅដោយប្រព័ន្ធ iOS មុនដំបូងគេចាចំពោះការដាក់លក់ឲ្យប្រើប្រាស់ដំបូងគេហ្នឹងគឺមានមនុស្សតម្រង់ជួររាប់សិបពាន់នាក់ក្នុងការចាំទិញនៅ model ទូរស័ព្ទមួយនេះដោយសារតែរូបផ្លែប៉ោមឆាបបន្តិចនេះហើយទៅធ្វើឲ្យមនុស្សគ្រប់គ្នាជ្រួលជ្រើមមិនថា iPhone ចេញដល់សម័យណានោះទេគឺតែងតែមានអ្នកតម្រង់ជួរចាំទិញហើយក៏មានអ្នក booking ទុកមុនទៀតចាដោយសារតែ model មួយនេះគឺជា model ដែលទំនើបហើយចំពោះ model ដំបូងគេដែលមានឈ្មោះថា iPhone 1ហ្នឹងគឺមានអេក្រង់ 3.5 អ៊ីនចាហើយវាជាប្រភេទទូរស័ព្ទដៃដែលមានប្រព័ន្ធអ៊ីនធឺណិតជាមួយនឹងជាប្រភេទទូរស័ព្ទដៃចល័តចាអូខេអញ្ចឹងអ្នកទាំងអស់គ្នាចង់ដឹងអ្វីផ្សេងៗទៀតអ្នកទាំងអស់គ្នាអាច comment នៅក្នុង comment ឲ្យខ្ញុំដឹងផងអូខេអរគុណច្រើនបាយបាយ